សូមស្វាគមន៍ការមកកាន់នៅការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមអាប់ដេតនៅជីវិតរបស់អ្នកនាងសួសវិសាក្រោយពេលលែងលះស្វាមីអ្នកនាងបានធ្វើរឿងជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ហើយគឺជារឿងដែលល្អCaption ដែលអមជាមួយរូបភាពបែបនេះអ្នកនាងបានបង្ហោះថាបុណ្យដែលខ្ញុំបានសាងនៅថ្ងៃនេះសូមឧទ្ទិសកុសលជូនដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាប្រចាំខ្លួនសម្ដេចព្រះគូគុណគ្រូខាងឪពុកគុណគ្រូខាងម្ដាយជីដូនជីតាកងម៉ាញាតិកា7សន្តានម្ចាស់វេនម្ចាស់កម្មពីអមនុស្សទាំងឡាយព្រមទាំងអ្នកទាំងឡាយដែលបានឃើញរូបនេះសូមទទួលបានចំណែកបុណ្យស្មើៗគ្នាសាធុសាធុពីរងាប់ដោយការមិនចង់ពីចានេះគឺជាសុភាសិតដែលអ្នកនាងសួសវិសាបានលើកយកមកពិតជាមានអត្ថន័យណាស់ថ្មីត្បិតតែការចែកផ្លូវនេះយើងមិនដឹងពីមូលហេតុច្បាស់លាស់ដឹងត្រឹមថាអ្នកទាំងពីរមិនអាចដើរផ្លូវរួមគ្នាហើយបន្ទាប់មកទៀតដើម្បីឲ្យអារម្មណ៍របស់ខ្លួននឹងបានលំហែខ្លះនាងក៏បានទៅកំសាន្តនៅឯប្រទេសវៀតណាមដែលនាងថាយប់នេះអត់ចង់គេងទេចង់តែដើរទល់ភ្លឺនេះគឺជាជីវិតរបស់គាត់នៅប្រទេសវៀតណាមហើយជឿជាក់ថាគាត់ប្រកាសជាទៅដើម្បីកំសាន្តនិងមានការងាររបស់គាត់ផងដែរហើយសម្រាប់ caption នេះគឺគាត់បានយកការឈប់ដោយបន់ស្រន់ជាមួយនឹងព្រះពុទ្ធរូបហើយលើកឡើងថាមិនធ្លាប់សំបីតែគិតថាខ្ញុំអាចនឹងមានថ្ងៃនេះចំណុចដែលពិសេសនោះគឺអ្នកនាងបានចេញនៅបទចម្រៀងមួយបទដែលមានចម្រៀងចំណងជើងថា hot ដែលច្រៀងដោយអ្នកនាងសួសវិសាផ្ទាល់បទនេះគឺញឹកខ្ញុំបានស្ដាប់រួចឲ្យបងប្អូនអត្ថន័យគឺពិតជាឈឺចាប់ខ្លាំងមែនតើអញ្ចឹងហើយគឺនេះគឺជាជីវិតដែលគាត់រើសហើយគាត់ខ្លួនឯងក៏គាត់មិនដែលនឹកស្មានថានឹងមកដល់ផ្លូវនេះដែរអញ្ចឹងហើយគឺនេះគឺជាសកម្មភាពដែលអ្នកនាងបានធ្វើបន្ទាប់ពីមានការដើរផ្លូវបែកគ្នាជាមួយស្វាមីនិយាយទៅស្វាមីដោយឡែកឯអ្នកនាងដោយឡែកគឺមិនមានអ្វីជាប់ពាក់ព័ន្ធជាមួយគ្នាទៀតនោះទេចាជីវិតពិតរបស់អ្នកនាងសួសវិសាក្រោយពេលលែងលះនិងភាពឈឺផ្សានិងសកម្មភាពរបស់អ្នកនាងសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះនៅវីដេអូក្រោយសូមអញ្ជើញបងប្អូនទាំងអស់គ្នាទៅតាមដានទស្សនានៅជីវិតរបស់ស្វាមីចាបងប្អូនទាំងអស់គ្នានាងខ្ញុំសូមនៅជីវិតក្រោយលែងលះរបស់អ្នកនាងសួសវិសាតែត្រឹមប៉ុណ្ណេះវគ្គក្រោយនាងខ្ញុំនឹងដកស្រង់អត្ថបទទាក់ទងនឹងខ្សែជីវិតពិតរបស់អតីតស្វាមីរបស់អ្នកនាងសួសវិសាគឺលោក Tommy ក្រោយពេលលែងលះដើម្បីចែកជូនបងប្អូនទាំងអស់គ្នាដើម្បីជានីតិកំសាន្តនៅពេលដែលបងប្អូនសម្រាប់ពីការងារផងដែរនៅពេលនេះនាងខ្ញុំសូមអនុញ្ញាតគោរពនិងជម្រាបជួបនាងក្នុងនៅវីដេអូក្រោយសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូជួយចុច Subscribe ឲ្យនាងខ្ញុំបាយបាយ